ពងទាកូនស៊ីឈွန်បងប្អូនណានៅបានញ៉ាំក្តៅអញ្ចេះឆ្ងាញ់ណាបងប្អូនបោកទឹកស៊ុបស៊ីឈွန်ហត់ក្តៅទៀតរសជាតិចាប់គ្នាមែនតើហើយនេះគឺយើងស្ងោររយៈពេលកន្លះម៉ោងចោលបងប្អូននិយាយពីថាកោះមកជាតិជាមួយនឹងពងទាកូនជាមួយនឹងស៊ុបស៊ីឈွန်អញ្ចេះអូនិយាយថាពីចាប់ជាតិគ្នាមានជាតិឆ្ងាញ់ណាពងទាកូនស្ងោរបែបធម្មតាហ្នឹងឆ្ងាញ់ហើយបងប្អូនឆ្ងាញ់ស្រាប់ហើយប៉ុន្តែបើយើងចង់ឲ្យថាឆ្ងាញ់ជាងនឹងមានរសជាតិដិតហិលអីហ្នឹងអាចសាកធ្វើពងទាកូនស៊ីឈွန်ទេបងប្អូនអានេះគេល្បីយូរណាហើយរបៀបធ្វើហ្នឹងគឺយើងចាក់ទឹកដូងចូលហ្នឹងគឺយើងដាក់ដុំស៊ីឈွန်ម្ដុំចូលស្ករប៊ីចេងហើយយើងដាក់ម្សៅស៊ុបចូលបងប្អូនហើយកុំភ្លេចឲ្យសោះជាមួយនឹងទឹកត្រីយើងដាក់ប្រេងខ្យងបន្តិចដែរចូលមកណាហើយយើងបង់ម្ទេសចូលតាមហឹរតិចហឹរខ្លាំងចូលមកយើងទុកវាងាស់ថាឲ្យពុះមកគឺយើងត្រៀមដាក់ជាមួយនឹងពងទាកូនយើងចូលបានទេបងប្អូនហើយពងទាកូនយើងដាក់ចូលហ្នឹងទៅបងប្អូនអាចគោះវារៀងបែកបន្តិចមកដើម្បីថាទឹកស៊ុបស៊ីឈွန်ហឹលហ្នឹងវាចូលទៅក្នុងពងទាកូនហ្នឹងវាថាវាហឹលសប់វាថាវាមានជាតិសប់នៅក្នុងហ្នឹងដែរពេលដែលដាក់ពងទាកូនចូលអស់ហ្នឹងយើងអាចបន្ថែមជាមួយនឹងទឹកដោះគោឆៅចូលបងប្អូនដាក់វាមកចូលមកឲ្យមានជាតិកាន់តែថាឆ្ងាញ់អញ្ចឹងហើយនេះគឺខ្ញុំបន្ថែមជាមួយនឹងក្រូចពោធិ៍សាត់បងប្អូនព្រោះដោយសារតែរសជាតិទឹកស៊ុបរបស់ខ្ញុំរៀងដិតអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ទឹកក្រូចរៀងចាចូលរៀងជូរអែមមកគឺថាបង្កើនរសជាតិកាន់តែថាឆ្ងាញ់ជាងនឹងថែមទៀតហើយយើងងាស់វាចោលចំនួនថា30នាទីមកគឺថាវាបានឆ្អិនទេបងប្អូននេះអូនិយាយពីថារសជាតិចេញមកថាហឹលមានរសជាតិថាឆ្ងាញ់មែនតើបងប្អូនយើងធ្លាប់ញ៉ាំពងទាកូនស្ងោរធម្មតារបស់យើងមួយថាហត់បែបចេញមករៀង fresh ថ្នមរសជាតិចឹងប៉ុន្តែដល់ពេលយើងយកវាមកងាស់ជាមួយនឹងស៊ុបស៊ីឈွန်បែបហឹលក្តៅចុះហូបបងប្អូនឈ្ងុយអាគឺថាគ្រឿងចិនដូចថារបៀបថាពងមន់ស៊ីឈွန်យើងអាចញ៉ាំអាកញ្ចប់បងវាថាស្តៀងហ្នឹងដូចគ្នាបងប្អូនរសជាតិអីបងប្អូនចូលចិត្តដិតខ្លាំងហឹលខ្លាំងអីបងប្អូនអាចឆ្នៃទឹកស៊ុបដាក់តាមរសជាតិខ្លួនឯងដែលថាចង់បានអញ្ចឹងណាប៉ុន្តែបើធ្វើតាមខ្ញុំអញ្ចេះបងប្អូនហើយតែនេះរសជាតិមកដិតមកអែមមកឆ្ងាញ់មកហ្មងវាថាបែបក្តៅហើយរសជាតិចេញមកអូយបងប្អូនគ្រប់កន្លោះកលៀបចាំមានជាតិហើយទឹកស៊ុបរបស់យើងដែលថាយើងធ្វើហ្នឹងក៏ថាហត់បានដែរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាយ